តោះថ្ងៃនេះយើងមកដើរលេងវិឡាមួយនៅសាន់សុកបាទគម្រោងនេះជិតចប់100%ហើយហើយនេះដល់ការងារដែលទៅតុបតែងពីខាងក្រៅបាទអញ្ចឹងយើងអាចមើលពីវិឡាទំនើបរបៀបតែ modern បាទរៀបចំសួនការទីតាំងសម្រាប់ដើរលំហែបាទសួនបៃតងមានកញ្ចុះមានអីអង្គុយលេងលំហែខាងក្រៅផ្ទះបានបាទមិនប៉ោះយាមគម្រោងនេះយើងបញ្ចប់នៅក្នុងខែ11នេះហើយបាទឥឡូវនេះយើងកំពុងតែរុញក្រុមការងារជាងទាំងអស់ឲ្យគាត់ជួយប្រហើយការងារឲ្យទាន់ពេលវេលាសម្រាប់ម្ចាស់គម្រោងចឹងសម្រាប់វីដេអូនេះយើង walk around ខាងក្រៅទេយើងអត់អាចទៅថតខាងក្នុងទេព្រោះជាឯកជនភាពរបស់ម្ចាស់គម្រោងបាទអញ្ចឹងខាងក្រៅទូទៅយើងមើលឃើញគ្រប់គ្នាអញ្ចឹងយើងអាចបង្ហាញបានបាទនេះរូបភាពមើលពីចំហៀងមុននេះយើងដើរមកពីមុខហើយទាំងត្រីកោណហ្នឹងគឺជាអាងស្តុកទឹកបាទសម្រាប់ប្រើស្រាប់សួនបាទផ្កានេះគឺបរិយាបន្នក្រៅផ្ទះដែលយើងធ្វើ walkway បាទនេះផ្នែកចំហៀងយើងបន្តដំណើរទៅមុខទៀតផ្នែកចំហៀងក្រោយនេះយើងមាន walkway មានសួនតាមឈើធំហើយមានវាស្មៅហើយមានអគារសម្រាប់បាទប្រើប្រាស់ខាងក្រោយនេះសួនហើយខាងក្រោយយើងមានអាងទឹកបាទអាងហែទឹករូបភាពខាងក្រោយចឹងប្រភេទវិឡានេះយើងមើលទៅរបៀប relax ច្រើនបាទទីតាំងលំហខ្យល់អាកាសលហើយបាទរង្វើយមានកន្លែងបាទអង្គុយលេងលំហែនៅខាងក្រោយផ្ទះmini bar ភ្ជាប់ជាមួយនឹងទេសភាពអាងទឹកបាទមានអាងទឹកក្តៅអាងទឹកត្រជាក់ហើយអគារនេះសម្បូរដោយកញ្ចក់បាទកញ្ចក់ច្រើនដោយសារយើងធ្វើរបៀប modern ហើយបាទជា relax បាទនេះជាអាងហាទឹកបាទធំមែនតើបាទមានកញ្ចក់អង្គុយក្បែរអាងទឹកផងដែរអូខេបងប្អូនអាចមើលបានតកតងជាមួយនឹងទេសភាពខាងក្រៅបាទទាំងនេះសង់របៀបប្រឆិត